ផ្នែកទី4 អំពីស្មុំកូន មាត្រា 108 ស្មុំកូនគឺជាកិច្ចសន្យាដែលចងបុគ្គលពីរនាក់ គឺម្នាក់ហៅថាឪពុកចិញ្ចឹម ឬម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិញ្ចឹម ឲ្យមានចំណងនឹងគ្នា ដូចជាបុគ្គលភាពមានខន្ធស្លា មាត្រា 109 ឪពុកឬម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី25ឆ្នាំ ហើយត្រូវមានអាយុច្រើនជាងកូនចិញ្ចឹមយ៉ាងតិច20ឆ្នាំ ឪពុកឬម្ដាយចិញ្ចឹមអាចជាពលរដ្ឋកម្ពុជា ឬជនបរទេស មាត្រា 110 គេអាចសុំកូនបានត្រឹម2នាក់ប៉ុណ្ណោះ ប្រសិនបើកូនដែលសុំមកនោះមានមួយណាស្លាប់ គេអាចសុំកូនមួយនាក់ទៀតបាន កូនចិញ្ចឹមត្រូវមានអាយុតិចជាង8ឆ្នាំ មាត្រា 111 សហព័ន្ធណាមួយអាចនឹងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ន្ធរបស់ខ្លួន ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ន្ធទាំងពីរនាក់ មាត្រា 112 ដើម្បីឲ្យការសុំកូនសម្រេចទៅបាន ត្រូវមានការព្រមព្រៀងពីឪពុកម្ដាយ ឬអាណាព្យាបាលនៃកូនដែលសុំនោះ បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ ឬសង្កាត់ មាត្រា 113 កិច្ចសន្យាសុំកូនត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយបញ្ជាក់ដោយគណៈកម្មការប្រជាជនឃុំ ឬសង្កាត់ខាងលំនៅនៃអ្នកសុំ ឬខាងលំនៅនៃកូនចិញ្ចឹម សេចក្តីនៃកិច្ចសន្យាសុំកូននោះត្រូវចុះបញ្ជីក្នុងអត្រានុកូលដ្ឋាន តុលាការប្រជាជនអាចបដិសេធកិច្ចសន្យាខាងលើនេះបាន តាមពាក្យប្តឹងសុំរបស់កូនចិញ្ចឹម របស់ជនទាំងឡាយ ឬរបស់អង្គការផ្សេងៗដែលធ្វើឡើងដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ មាត្រា 114 កូនចិញ្ចឹមត្រូវយកនាមត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងកូនបង្កើត